នៅខាងខ្ញុំទៅតែមានភ្លៀងកក់ខែបានមួយមេទេបងតែក៏មើលទិញបានភ្លៀងមួយមេនេះទិញបានកែបផ្សាយធំមែនតើសំខាន់កែបផ្សាយខែនេះគឺយើងញ៉ាំស្និតមាត់ណាបងវាអត់មានតមានtiềnញ៉ាំមានអីព្រូនអីញ៉ៃទេគឺខែនេះគឺកែបរបស់យើងគឺស្អាតល្អអញ្ចឹងហើយថ្ងៃនេះក៏ខ្ញុំយកមកស្ងោរងាំងើសម្រាប់ការស្ងោរងាំងើរបស់បងមិនតែសម្រាប់ខាងខ្ញុំនេះអត់ចាំបាច់ទៅលាត់ស្បែកចេញទេបងព្រោះអីកែបរបស់យើងគឺល្អវាអត់មានtiềnញ៉ាំអត់មានអីចឹងណាបងអញ្ចឹងសម្រាប់ការស្ងោរងាំងើរបស់ខ្ញុំគឺខ្ញុំយកវាមកបំពងឲ្យវារឹងក្រៀមសិនបងណាបានយើងយកទៅស្ងោរហើយថ្ងៃនេះទិញបានកែប1គីឡូជាងបានកែបប្រហែលជា10ក្បាលដែរបងតែយកមកស្ងោរងាំងើនេះប្រហែលជាខ្ទង់5ក្បាលទេសិតតែពងទាំងអស់តែម្ដងគឺយើងបំពងឲ្យស្រួយបែបហ្នឹងណាបងបាច់ស្រួយខ្លាំងពេកក៏បានដែរខ្ញុំយកមកលក្ខណៈមិនល្មមអញ្ចឹងណាបងឲ្យវាក្រៀមស្បែករបស់វាចាហើយសម្រាប់ការស្ងោរងាំងើរបស់ខ្ញុំចាគឺខ្ញុំដាក់បំពងខ្ទឹមចាបំពងខ្ទឹមឲ្យរាងក្រហមមកយើងឆាជាមួយនឹងងាំងើរបស់យើងណាបងហើយសម្រាប់ការស្ងោរងាំងើតើតាបងមានងាំងើដែលជូរជ្រះល្អអត់ល្វីងអត់ខាតែប៉ះងាំងើដែលល្វីងបងអើយញ៉ាំអត់កើតទេតែងាំងើដែលខ្ញុំយកមកធ្វើនេះគឺថាជូរជ្រះល្អអត់មានល្វីងទេបងអើយអត់ចាំបាច់ថែមក្រូចឆ្មាទៀតទេចាខ្ញុំគ្រឿងផ្សំខ្ញុំមានដាក់ក្រូចឆ្មាតែចាក់ស្ដែងគឺអត់ដាក់អីបងដោយសារងាំងើរបស់យើងដាក់កណ្ដាប់ជូរហើយអញ្ចឹងយើងផ្សំគ្រឿងឲ្យទៅត្រូវមកចាគឺល្មមញ៉ាំឲ្យបងអត់ចាំបាច់ថែមក្រូចឆ្មាទៀតទេហើយសម្រាប់ការឆាយើងបំពងខ្ទឹមឲ្យស្រួយឲ្យក្រហមហើយយើងដាក់លីងជាមួយនឹងគ្រឿងកាត់ឆ្អាបរបស់យើងមានគល់ស្លឹកគ្រៃម្ដេងក្រូចសើចចឹងណាបងលីងវាឲ្យរាងឈ្ងុយក្លិនហើយបាទខ្ញុំដាក់ជាមួយនឹងងាំងើឆាយកតែម្ដងយើងធ្វើលក្ខណៈបែបហ្នឹងងាំងើរបស់យើងចូលជាតិឆ្ងាញ់ណាបងទាំងអស់គ្នាហើយយើងបន្ថែមគ្រឿងមកហើយសម្រាប់គ្រឿងស្ងោរងាំងើរបស់ខ្ញុំគឺមានម្សៅស៊ុបស្ករប៊ីចេងទឹកត្រីហើយអំបិលអីបងកុំតន់ថែមខ្លាចយើងប្រៃព្រោះអីងាំងើរបស់យើងក៏ប្រៃដែរហើយយើងដាក់ទឹកត្រីម្សៅស៊ុបចឹងកុំតន់ដាក់អំបិលអីបងអញ្ចឹងយើងកូរគ្រឿងហ្នឹងឲ្យវារៀងឈ្ងុយចាយើងថែមទឹកបន្តិចសិនបានហើយបងខ្ញុំថែមទឹកបន្តិចសិនហើយបន្ទាប់ពីវារៀងពុះបន្តិចមកចាវាចូលជាតិគ្នាអស់គឺខ្ញុំដាក់អង្កែបចូលហើយបងអង្កែបដែលយើងបំពងហើយហ្នឹងណាចាយើងដាក់ចូលមកដាក់ចូលបានមកសន្ទុះហើយបាទខ្ញុំបន្ថែមទឹកល្ងាស់វាតែម្ដងចាយើងអត់ថែមទឹកភ្លាមៗទេដាក់វាឲ្យរៀងចូលជាតិជាមួយគ្រឿងហ្នឹងហើយចាំយើងដាក់ទឹកមកបងដាក់ទឹកល្ងាស់យកមកហើយពុះយើងភ្លក់យករសជាតិដាក់មកល្មមដែលយើងចង់បានអញ្ចឹងណាបងនិយាយពីថាមកមុខនេះជាតិខ្លាំងណាបងអើយញ៉ាំជាមួយបាយក៏បានយកធ្វើគ្រឿងខ្លែមអីក៏បានដែរហើយកុំភ្លេចនេះជាមួយនឹងដុំស៊ុបបងសម្រាប់ស្ងោរជក់ស្ងោរងាំងើខ្ញុំអត់ចោលទេជាមួយដុំស៊ុបគឺវាមានជាតិណាបងដាក់ទៅគឺមានជាតិតែម្ដងហើយយើងថែមតែទឹកមកល្ងាស់វាហើយខុយមកភ្លក់យករសជាតិជាការស្រេចហើយចាតំណងឲ្យបងកែបរបស់យើងគឺយើងបំពងឡើងក្រហមបែបហ្នឹងណាបងមើលដល់ពេលដែលយើងយកមកដាក់ស្ងោរល្ងាស់ឲ្យវាផុយទៀតមកគឺកាន់តែជាតិតែម្ដងបំពងទាំងស្បែកបែបហ្នឹងគឺមានរសជាតិឆ្ងាញ់ជាងយើងបកស្បែកចេញណាបងសំខាន់បងសម្អាតឲ្យតែបានស្អាតមកអត់ចាំបាច់ភ័យថាខ្លាចវាកក្រិចឬក៏ឆ្អាបអីអត់ទេបងសំខាន់ការសម្អាតរបស់យើងឲ្យបានស្អាតយើងយកទៅបំពងឲ្យវាក្រៀមមកយកមកស្ងោរបែបនេះបងអើយគឺថាឆ្ងាញ់ខ្លាំងតែម្ដងបងអាចសាកធ្វើបានណាមិនបាច់ប្រឡត់ស្បែកចេញទេតែសំខាន់កែបខែនេះគឺវាស្អាតវាអត់មានtiềnញ៉ាអត់មានអីចឹងណាបងចឹងយើងយកមកធ្វើបែបហ្នឹងគឺយើងញ៉ាំស្និតមាត់តែបើសិនជាខែធ្លាក់ភ្លៀងខែវស្សាហ្នឹងអត់បានទេបងតោះតែយើងប្រឡត់វាយើងសម្អាតវាបានស្អាតដែរចឹងបានយើងយកមកធ្វើរឿងស្និតមាត់ចឹងណាបងចាសម្រាប់វីដេអូគឺមានតែប៉ុណ្្នឹងទេបងអើយភ្លក់យករសជាតិមិនល្មមហើយដាក់ចុងក្រោយដាក់បន្ថែមជីរបស់យើងមកបងអើយលក្ខណៈថាជូរហឹលឆ្ងាញ់តែម្ដងដាក់ម្ទេសមកហើយបន្ថែមបងមានខ្ទឹមបំពងបន្ថែមខ្ទឹមបំពងមកទៀតមកបងអើយជាតិខ្លាំងមែនតើកុំភ្លេចសាកល្បងធ្វើចាងាំងកែបនេះគឺមានរសជាតិឆ្ងាញ់តែម្ដងឆ្ងាញ់ជាងងាំងសាច់មាន់ទៀតណាបង